tam ơi tam ỏi đó ngày tình bờ nẹt che tại lụa phật tập phó nẹt che nẹt lụa tai bờ nẹt che lụa róm nẹt che công phu nẹt lụa thayในចំណុចមួយនេះគឺល្អមែនទែនបងប្អូនអ្នកគ្នាចំណុចដែលបរិសម្នាក់គាត់លក់ក្រាស់សត្វសក់នៅក្នុងវត្តចឹងណាបងប្អូននឹងស្រាប់ហើយពេលដែលយើងអានមិញហ្នឹងគឺបរិសម្នាក់នោះគាត់ធ្វើអីហើយពេលដែលគាត់ទៅលក់ហ្នឹងគឺលក់បានអត់លើកទី1គឺគាត់លក់អត់បានទេព្រោះយើងដឹងស្រាប់ហើយព្រះសង្ឃគឺគាត់អត់មានព្រះកេសាទេហើយគាត់បានត្រឡប់ទៅវិញជួបជាមួយនឹងជាងតោមបងប្អូនអ្នកគ្នានៅចំណុចទំព័រទី157គេដាក់ចំណងជើងមេរៀនថាតាមអើយតាមឲ្យដល់ថ្ងៃតេញបងប្អូនណាខ្លះដែលចង់ដឹងថាតាមអើយតាមឲ្យដល់ថ្ងៃតេញគេមានអីគេខ្លះមកបងប្អូនមកស្ដាប់ការអានរបស់ខ្ញុំទាំងអស់គ្នាបងប្អូនអ្នកគ្នាចង់ដឹងថានៅក្នុងហ្នឹងយើងរៀនសូត្រអីគេខ្លះយើងអានយកតែម្ដងតោះ let's go បងប្អូននៅលើโลกនេះមានការពិតមួយដែលមនុស្សខ្លាចជាងគេបំផុតគឺការបដិសេធនៅពេលដែលគេមិនទទួលយកយើងមនុស្សភាគច្រើនតែងតែគិតថាវាជាភាពបរាជ័យនិងជាសម្ពាធធំបំផុតដែលធ្វើឲ្យជីវិតរបស់អ្នកកាន់តែយ៉ាប់យឺនជាងមុនការលក់ដូរក៏មិនខុសគ្នាដែរមានអ្នកលក់ច្រើនណាស់ដែលបោះបង់អាជីពចំណូលខ្ពស់មួយនេះចោលដោយសារតែការបដិសេធរបស់ភ្ញៀវអ្នកខ្លះលក់បាន3ខែគ្មានអ្នកទិញសូម្បីតែម្នាក់អ្នកខ្លះទៀតលក់មិនដាច់ជាង1ឆ្នាំក៏មានដែរហើយមានអ្នកខ្លះទៀតក៏បោះបង់ចោលឯអ្នកខ្លះទៀតក៏ក្រោកឡើងជំនះរហូតទទួលបានជោគជ័យក្នុងអាជីពនេះចំណុចមួយនេះគឺល្អសម្រាប់បងប្អូនយើងដែលគាត់ទៅតែចាប់ផ្ដើមលក់អនឡាញថ្មីថ្មងយើងមកដល់ចំណុចមួយនេះបងប្អូនត្រូវតែអានចំណុចមួយនេះគឺលើកទឹកចិត្តយើងមែនទែនបងប្អូនអ្នកគ្នានៅពេលដែលគេបដិសេធអ្នកមិនមែនគេគ្មានតម្រូវការនោះទេតែពេលខ្លះអ្នកបង្ហាញប្រយោជន៍ទៅភ្ញៀវមិនទាន់ចំគោលដៅមនុស្សនៅក្នុងโลกនេះតម្រូវការមិនដូចគ្នាទេអ្នកខ្លះត្រូវការបែបនេះអ្នកខ្លះត្រូវការបែបនោះដូចនេះអ្នកលក់ត្រូវតែចេះបត់បែននៅក្នុងការលក់របស់ខ្លួនហើយត្រូវចេះវិភាគពីចំណុចចង់បានរបស់ភ្ញៀវដើម្បីជៀសវាងការបដិសេធមានរឿងមួយនៅក្នុងទំព័រប្រវត្តិសាស្ត្រចិនបានបង្ហាញថាពីការលក់មួយរបស់អ្នកលក់ជនជាតិចិនម្នាក់បានយកក្រាស់សិតសក់ទៅលក់ឲ្យព្រះសង្ឃនៅក្នុងវត្តមួយក្នុងប្រទេសចិនវាពិតជាមិនអាចទៅរួចទេព្រោះជាធម្មតាព្រះសង្ឃគ្មានព្រះកេសាទេហើយក៏គ្មានតម្រូវការលើក្រាស់សិតសក់ដែរអ្នកលក់នោះចូលទៅលក់ក្នុងវត្តជាង30ដងតែព្រះសង្ឃនៅក្នុងវត្តនោះបដិសេធរហូតព្រះសង្ឃបាននិយាយទៅកាន់អ្នកលក់នោះថាសូមឈប់យកក្រាស់មកលក់នៅទីនេះទៀតអ្នកឯងឈួតលីលាហើយអ្នកឯងលក់ឲ្យតតែស្លាប់ទៀតក៏គ្មានអ្នកទិញដែរពេលនោះអ្នកលក់នោះបានអង្គុយគិតមធ្យោបាយបែបណាដើម្បីលក់ក្រាស់ឲ្យព្រះសង្ឃនោះទីបំផុតគាត់ក៏នឹកឃើញរឿងមួយគឺបដូរតម្រូវការធ្វើត្បិតតែព្រះសង្ឃមិនត្រូវការក្រាស់សម្រាប់សិតសក់ក៏ពិតមែនតែបើគាត់លក់តួនាទីរបស់ក្រាស់គឺលក់មិនដាច់ទេដូចនេះគាត់បានបដូរពីការលក់ក្រាស់សិតសក់ទៅជាការលក់ក្រាស់បែបសាសនាវិញអ្នកលក់នោះបានទៅរកជាងតងមួយកន្លែងឲ្យគេរចនាពាក្យជូនពោនៅលើក្រាស់នោះហើយមានរូបព្រះសង្ឃនៅលើក្រាស់នោះផងដែរហើយគាត់បានត្រឡប់ទៅវត្តម្ដងទៀតដើម្បីលក់ក្រាស់ឲ្យព្រះសង្ឃនោះអ្នកលក់នោះបាននិយាយថាបបិទ្ធព្រះដេចគុណខ្ញុំករណាជាអ្នកផលិតក្រាស់នេះឡើងដោយរំលេចពាក្យជូនពរនិងសិរីសួស្តីដែលវាល្អបំផុតសម្រាប់ការលក់ឲ្យបរិស័ទដែលតែងតែចូលមកសុំពរសុំជ័យរំដោះគ្រោះកម្មនៅក្នុងវត្តនេះព្រះសង្ឃអង្គនោះឃើញថាល្អហើយក៏ប្រាប់រឿងនេះទៅកាន់បរិស័ទអ្នកមកសុំពរពីព្រះអង្គមានគេចាប់អារម្មណ៍ខ្លាំងនៅលើក្រាស់មួយនេះហើយមានមនុស្សជាច្រើនរយនាក់បានទិញក្រាស់ប្រភេទនេះចេញពីវត្តជារឿងរាល់ថ្ងៃហើយទីបំផុតបុរសម្នាក់នេះក៏អាចលក់ក្រាស់សិតសក់ឲ្យព្រះសង្ឃបានពិតមែនហើយក្រាស់នោះមានឈ្មោះថាក្រាស់សុភមង្គលបងប្អូនអ្នកគ្នាពេលដែលយើងអត់ដឹងពីចំណុចចំគោលដៅនៅអ្វីដែលយើងធ្វើគឺយើងលក់ប៉ុណ្ណាក៏អត់ដាច់ដែរដូចជាស្ដីនៅក្នុងចំណុចមួយនេះអញ្ចឹងគាត់បានយកក្រាស់សិតសក់ទៅលក់ឲ្យព្រះសង្ឃប៉ុន្តែយើងដឹងស្រាប់ហើយព្រះដេចគុណគឺគាត់អត់មានទេកេសាគឺយកមកគឺអត់ដឹងតែធ្វើអីទេហើយគាត់ក៏បានរកមធ្យោបាយទៅជួបជាមួយជាងតងដែលគាត់ត្រូវធ្វើយ៉ាងម៉េចមានពាក្យជូនពរនៅលើក្រាស់ហ្នឹងគាត់យកទៅម្ដងទៀតហើយគាត់ឲ្យបរិស័ទដែលគាត់បានទៅសុំពរសុំជ័យពីព្រះសង្ឃហ្នឹងគឺអាចលក់ឲ្យគាត់បានអញ្ចឹងណាចំណុចនេះល្អបងប្អូនអញ្ចឹងយើងអានតទៀតនិយាយទៅចំណុចមួយនេះគឺរកឃើញខ្លួនឯងតែម្ដងខ្ញុំចង់ឲ្យអ្នកគិតបន្តិចចំពោះស្ថានភាពមួយនេះបើមើលពីតួនាទីក្រាស់គឺសិតសក់បើមើលពីតម្រូវការភ្ញៀវគឺព្រះសង្ឃគ្មានព្រះកេសាទេតែបើសិនជាអ្នកលក់ក្រាស់ដើម្បីសិតសក់អ្នកនឹងបរាជ័យក្នុងស្ថានភាពបែបនេះគេហៅថាយុទ្ធសាស្ត្របដូរទិសលក់មានន័យថាតួនាទីផលិតផលមិនបានប៉ះទង្គិចអារម្មណ៍របស់ព្រះសង្ឃទេហើយ 100% ព្រះសង្ឃនឹងប្រកែកតែនៅពេលដែលអ្នកលក់គាត់មើលស្ថានភាពជុំវិញនោះទៅឃើញថាអារម្មណ៍នៅក្នុងក្រាស់គឺជាចំណុចដែលគាត់អាចលក់បានផលិតផលខ្លះអ្នកផ្ដោតតែលើតួនាទីវាខ្លាំងពេកលក់មិនដាច់ទេត្រូវចេះបំលែងវាឲ្យទៅជាអារម្មណ៍មួយចាំបាច់សម្រាប់ភ្ញៀវតួយ៉ាង
ដោយជាក្រាស់មួយនេះអតិថិជននឹងមានអារម្មណ៍ថារីករាយអស្ចារ្យនៅក្នុងការទិញក្រាស់យកទៅប្រើរឿងនេះជាមេរៀនមួយជូនដល់អ្នកលក់គ្រប់គ្នាពេលខ្លះភ្ញៀវបដិសេធដោយសារតែអ្នកមិនបានឆ្កឹះនៅចំណុចជាប្រយោជន៍របស់ភ្ញៀវពេលខ្លះអ្នកគ្រាន់តែមើលពីតម្រូវការច្បាស់ៗហើយគិតតែពីលក់ភ្លេចមើលពីស្ថានភាពរបស់ភ្ញៀវក៏ទៅមិនរួចដែរពេលខ្លះផលិតផលនៅក្នុងទីផ្សារប្រៀបដូចជាម្សៅមួយដុំដែលអាចច្នៃចេញជាច្រើនរសជាតិច្រើនយ៉ាងណាក៏ដោយពេលខ្លះអ្នកលក់តែតួនាទីផលិតផលលក់មិនដាច់ទេអ្នកត្រូវចេះលក់អារម្មណ៍ក្នុងផលិតផលលក់រចនាបថក្នុងផលិតផលនិងលក់ភាពឈឺចាប់ក្នុងផលិតផលទើបហៅថាអ្នកលក់ឆ្លាតនៅក្នុងការលក់បើអ្នកចេះតែលក់ផលិតផលអ្នកជាអ្នកលក់តែបើអ្នកចេះលក់អារម្មណ៍អ្នកជាកំពូលអ្នកលក់បងប្អូនអ្នកគ្នាពាក្យចុងក្រោយនេះគឺមានន័យខ្លាំងមែនទែនហើយឥឡូវនេះគឺខ្ញុំបានអានចប់នៅមេរៀនដែលមានចំណងជើងថាតាមអើយតាមឲ្យដល់ថ្ងៃទិញចំណុចមួយនេះគឺខ្លាំងមែនទែនបងប្អូនអ្នកគ្នាតាមអើយតាមឲ្យដល់ថ្ងៃទិញចំណុចមួយនេះគឺគេបានលើកយកបុរសម្នាក់ដែលគាត់លក់ក្រាស់សិតសក់បងប្អូនអ្នកគ្នាហើយនៅចំណុចមួយនេះគឺល្អមែនទែនបងប្អូនអ្នកគ្នាចំណុចដែលបុរសម្នាក់គាត់លក់ក្រាស់សិតសក់នៅក្នុងវត្តចឹងណាបងប្អូននឹងស្រាប់ហើយពេលដែលយើងអានមិញហ្នឹងគឺបុរសម្នាក់នោះគាត់ធ្វើអីហើយពេលដែលគាត់ទៅលក់ហ្នឹងគឺលក់បានអត់លើកទី1គឺគាត់លក់អត់បានទេព្រោះយើងដឹងស្រាប់ហើយព្រះសង្ឃគឺគាត់អត់មានព្រះកេសាទេហើយគាត់បានត្រឡប់ទៅវិញជួបជាមួយនឹងជាងតោមឲ្យគាត់ឆ្នៃអាក្រាស់សិតសក់យើងត្រូវទៅជាអក្សរមួយដែលល្អដូចជាគេដាក់សុភមង្គលអញ្ចឹងណាពេលដាក់ទៅគឺគាត់លក់ឲ្យបរិស័ទដែលគាត់សុំពរជ័យពីព្រះសង្ឃអញ្ចឹងណាបងប្អូនចំណុចមួយនេះគឺល្អមែនទែនដែលគេដាក់ចំណងជើងថាតាមអើយតាមឲ្យដល់ថ្ងៃទិញទៅហើយត្រឡប់មកវិញទៀតតែមិនមែនទៅហើយអត់មើលពីស្ថានភាពភ្ញៀវយើងទេណាទៅពេលដែលគាត់មុននឹងទៅនោះគឺគាត់បានមើលស្ថានភាពភ្ញៀវហ្នឹងហើយថាភ្ញៀវត្រូវការអីគាត់ចង់បានអីអញ្ចឹងណាបងប្អូនពូក្រាស់សក់យើងលក់ឲ្យព្រះសង្ឃគឺមិនកើតទេខុសហើយពូយើងដឹងស្រាប់ហើយពូកន្លែងមួយនេះខ្ញុំអត់បានបរិយាយច្រើនទេបងប្អូនអាចស្ដាប់ម្ដងហើយម្ដងទៀតបានហើយបងប្អូនមានសភើបងប្អូនអានកន្លែងចំណុចមួយនេះទៅគឺបងប្អូននឹងដឹងហើយមូលហេតុអីបានគេលក់ដាច់យើងលក់អត់ដាច់និយាយទៅចំណុចមួយហ្នឹងមានបងប្អូនយើងជាច្រើនបរាជ័យគិនតែភ្ញៀវបដិសេធបាក់ទឹកចិត្តលេងលក់ហើយខ្លះទៀតគឺគាត់លក់អត់ដាច់មួយឆ្នាំពីរឆ្នាំហើយនិយាយទៅចំណុចមួយហ្នឹងពេលដែលបងប្អូនបានអានហើយគឺបងប្អូននឹងដឹងហើយចំណុចចុងក្រោយគេដាក់ថាបើអ្នកចេះតែលក់ផលិតផលអ្នកជាអ្នកលក់តែបើអ្នកចេះលក់អារម្មណ៍អ្នកជាមនុស្សកំពូលលក់ប្រាវល្អមែនទែនបងប្អូនអ្នកគ្នាឥឡូវគឺខ្ញុំបានអានចប់ហើយយើងបញ្ជួបគ្នានៅវីដេអូបន្តទៀតនៅមេរៀនថ្មីទំព័រទី160ចាំខលតាក់តងទៅវិញនេះគឺតួនាទីភ្ញៀវហើយពេលយើងខលទៅគឺភ្ញៀវលើកហើយគាត់និយាយប្រាប់យើងថាចាំខ្ញុំខលទៅវិញអញ្ចឹងយើងជួបគ្នានៅវីដេអូបន្តទៀតនៅមេរៀនថ្មីឬចិត្តថ្មីបងប្អូនអ្នកគ្នាល្អមែនទែនមកស្លឹកគឺល្អអែមមែនហើយវីដេអូក៏មានតែប៉ុណ្ណឹងបងប្អូនជួបគ្នានៅវីដេអូបន្តទៀតបាទជម្រាបលាបងប្អូនបាយបាយ